bạn chụp xuống bông bồn đỏ kia bạn chụp kia một căn video thay mày đi thấy này video ní trong những thứ càng chạy rụp lên từ căn bông bồn ngọt ní ông bị càng pra sort data nâng sắp total nâng nông căn thì mấy cái soft Excel chẳng ở đôi bông bồn khơi tình này nâng nông tảng Excel ní chẳng hay thì tiếp dương nâng thứ càng anh watch chung với ní ông bị càng pra sort data nâng sắp total và chẳng dân nâng anh watch chung với níการปรับปรุง source data ซึ่ง source data ในทางบางปูนធ្វើការ sort ទៅលើទិន្នន័យដែលបងប្អូនចង់កំណត់ណាចង់ឲ្យទិន្នន័យឬព័ត៌មានណានៅខាងលើព័ត៌មានទិន្នន័យណានៅខាងក្រោមអីចឹងទេឬក៏ color អីចឹងទៅឬបងប្អូនមាន filter ហើយចេះបងប្អូន select sort ក៏បានដែរព្រោះថាខ្ញុំចង់បានពី A ទៅ Z វានឹងរត់ទៅតាមលេខទៅតាមអក្សរ D ចឹងទៅតាមលេខរៀងពី A ដល់ Z ណាហើយបើបងប្អូនជ្រើសរើសពី Z ទៅ A វានឹងរត់ចឹងទៅពី Z ទៅ A វិញចឹងទៅបាទប៉ុន្តែខ្ញុំក្នុងនេះវាងាយស្រួលបើសិនបើយើងកំណត់បែបនេះវានឹងរត់ចឹងទៅប៉ុន្តែដោយឡែកឧទាហរណ៍ថាខ្ញុំចង់បាន color ពណ៌ក្រហមទៅលើ color ពណ៌ស្វាយទៅក្រោម color ពណ៌ខៀវទៅលើចឹងទៅអញ្ចឹងខ្ញុំអាចកំណត់បានណាតាមរយៈអីគេតាមរយៈការ sort មួយយ៉ាងនេះគឺយើង sort ទៅលើ color នេះបាទ sort by color មកតោះទៀតចូលកាន់ custom sort នោះបាទអញ្ចឹងកន្លែងនេះបងប្អូន select មកបងប្អូនចង់ sort ទៅលើគេខ្ញុំ sort ទៅលើកន្លែង student name ហើយ sort on នេះខ្ញុំនឹងជ្រើសរើស cell color បាទ cell color ហើយខ្ញុំនឹងជ្រើសរើស key cell color អូសុំទោសបាទ font color ខ្ញុំមកច្រឡំថា cell color ដោយសារតែឈ្មោះនេះវាក៏មានពណ៌ color ហ្នឹង color ឈ្មោះទេបាទអញ្ចឹងណាបាទ font color បាទអញ្ចឹងជ្រើសរើសមកបាទនេះខ្ញុំចង់បានក្រហមទៅលើគេហើយចុច OK មកអញ្ចឹងវានឹងលោតក្រហមទៅលើគេតោះទៀតបងប្អូនចង់បានពណ៌ស្វាយទៅលើគេបងប្អូនចុច sort ម្ដងទៀតមកបាទចុច sort color ម្ដងទៀតមកអូខេពណ៌ស្វាយទៅលើវិញបាទតោះទៀតខ្ញុំចង់បានពណ៌ខៀវទៅលើទៀតចុចពណ៌ខៀវទៅលើទៀតទៅអញ្ចឹងនេះអញ្ចឹង color ទាំងអស់ខ្ញុំឲ្យវារត់ទៅលើអញ្ចឹងនេះជាការប្រើប្រាស់ sort data ណាបាទ sort ទិន្នន័យដែលបងប្អូនចង់បានបន្តទៀតយើងនឹងទៅអនុវត្តជាមួយគ្នាអំពីការប្រើប្រាស់ sub total អញ្ចឹងបងប្អូនដើម្បីប្រើប្រាស់រូបមន្ត sub total អត់ពិបាកទេបងប្អូនអាចចូលទៅកាន់ data បាទនៅខាងលើនេះនៅលើ toolbar ណាបងប្អូនចូលទៅកាន់ data ឬបងប្អូនមើលនៅខាងស្នាមដៃមានពាក្យថា sub total អញ្ចឹងបងប្អូនចុចទៅលើពាក្យ sub total ហ្នឹងអញ្ចឹងក្នុងនេះវាឲ្យយើង sub total ទៅលើគេលើ price បាទជាទូទៅយើងបូកសរុបទៅលើទិន្នន័យជាលេខណាលើតម្លៃលេខណាអញ្ចឹងបងប្អូនចុច OK មកវានឹង total ឲ្យយើងអូតូបាទSTU code 003នេះវាសាំមកយើង115បាទគាត់បានរៀនបាទរៀន3វគ្គអីចឹងទៅបាទ Photoshop អីចឹងទៅនេះមាន115អីចឹងទៅបាទអញ្ចឹងណាអញ្ចឹងវាងាយស្រួលបងប្អូនងាយស្រួលពេលយើងចង់បានទិន្នន័យទៅតាមឧទាហរណ៍ថាបងប្អូនមានវិជីឈ្មោះបុគ្គលិកអញ្ចឹងគាត់លក់អីចឹងទៅណាគេលក់បានប៉ុន្មានណាលក់បានប៉ុន្មានបងប្អូនគាត់តែចុច sub total ទៅលើឈ្មោះឬក៏កូដបុគ្គលិកចឹងទៅវានឹងលោតបូកសរុបឲ្យយើងងាយស្រួលក្នុងការមើលណាបាទហើយបងប្អូនចង់ clear មកវិញបងប្អូនចុចកន្លែង sub total ហ្នឹងបាទចុច sub total មកបងប្អូនចុច remove on បាទមកវិញហើយអញ្ចឹងណាបាទអូខេខ្ញុំអនុវត្តរូបមន្ត date នេះបន្តិចដើម្បីបង្ហាញឆ្នាំខែរបស់បុគ្គលិក dative បើមកចុះទិន្នន័យក្បៀស1 today បិណ្ឌមួយចុះក្បៀស1ខ្ញុំយកឆ្នាំ 5
គុណបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្្នេះទេសម្រាប់ការប្រើប្រាស់ sort data និង sub total បាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះហើយសូមជួយចែករំលែកវីដេអូនេះបន្តដើម្បីឲ្យបងប្អូនយើងបានរៀនសូត្រនិងទទួលបានចំណេះដឹងទាំងអស់គ្នាអំពីការប្រើប្រាស់ sort data និង sub data ហើយក៏ដូចជាការផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំបានបន្តទៀតដើម្បីផលិតមាតិកាឬក៏វីដេអូអប់រំបន្តទៀតដើម្បីចែករំលែកជាចំណេះដឹងទៅកាន់បងប្អូននៅក្នុងសង្គមរបស់យើងជាប្រយោជន៍រួមទាំងអស់គ្នាបាទហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នា